រឿងអំណាចស្នេហ៍សាតានភាគទី4ពួកអាបំបងបាយគ្រាន់តែក្មេងមៀតល្អិតម្នាក់សោះក៏ពួកឯងចាប់មិនបានដែរសំឡេងស្រែកគំហកដោយការខឹងសម្បាបន្លឺខ្ទរខ្ទាពេញបន្ទប់ឈុតធំខណៈកូនចៅមៀតធំ3-4នាក់ដេកដួលលើឥដ្ឋការ៉ូដេនស៊ីលដោយមៀលខឹងញ័រសាច់ត្រឹកនឹងភាពអត់បានការរបស់កូនចៅគ្រាន់តែរឿងតូចតាចមួយសោះក៏ធ្វើឲ្យបរាជ័យមនុស្សដែលនាងចង់បែរជាបណ្ដោយឲ្យធ្លាក់ទៅលើដៃអ្នកផ្សេងទៅវិញពួកខ្ញុំចាប់នាងចិត្តបានទៅហើយតែមិននឹកស្មានថានាងហ៊ានរត់ចូលឡាននោះទេម្នាក់មានស្នាមមុខងើបឈរត្រង់ខ្លួនអន់មុខចុះនិយាយញ័រមាត់គេគិតថាបាញ់នាងមួយគ្រាប់ហើយនឹងអាចបញ្ឈប់នាងបានតែអ្នកណាទៅដឹងថាក្មេងស្រីមានចិត្តនោះចិត្តធំហ៊ានរត់ចូលឡានយ៉ាងនេះទេចុះពេលនឹងមិនក៏អាល្ងងឯងមិនអូសក្បាលវាមកក្រែងវាមិនទាន់ងាប់មិនអីចឹងពួកខ្ញុំបំណងចូលទៅយកនាងហើយតែស្រាប់តែឡានរបស់វិមានក្រហមជាច្រើនគ្រឿងបើកមកឈប់នៅកន្លែងកើតហេតុទើបពួកខ្ញុំប្រញាប់ដកថយសិនវិមានក្រហមមិនក៏ពួកគេនៅទីនោះដេនស៊ីលចង់ចិញ្ចើមងឿងឆ្ងល់ដែលមនុស្សវិមានក្រហមមានវត្តមាននៅទីសាធារណៈព្រោះមនុស្សទាំងនោះមិនងាយបង្ហាញខ្លួនឲ្យអ្នកណាឃើញឡើយពួកគេរស់នៅក្នុងអាណាចក្រដាច់ដោយឡែកពីសង្គមខាងក្រៅហេតុអីសុកស្រាប់តែបង្ហាញខ្លួនស្របពេលតែមួយជាមួយនាងក្មេងម្នាក់នោះខ្ញុំក៏មិនដឹងដែរម៉ាដាមពួកគេបាននាំយកនរណាម្នាក់ពីឡានដែលបើកបុកស្រីម្នាក់នោះចេញទៅយ៉ាងលឿនហើយក៏យកនាងទៅជាមួយទើបពួកខ្ញុំមិនអាចនាំនាងមកបានវាមិនសមហេតុផលនោះទេចាត់មនុស្សឲ្យទៅស៊ើបរឿងនេះយើងចង់ដឹងថានាងក្មេងនោះស្លាប់ឬរស់ហើយនាងមានអ្វីពាក់ព័ន្ធនឹងអាណាចក្រក្រហមបាទម៉ាដាមកុំបាត់តែមាត់លើកនេះបើប្រាជ័យទៀតពួកឯងត្រៀមងាប់ឲ្យហើយទៅពិតជាបំបាយណាស់ចប់សម្ដីនាងក៏ដើរចេញពីបន្ទប់ដោយទឹកមុខចង់អាឃាតឈាមត្រូវតែសងដោយឈាមការឈីចាប់ដែលនាងទទួលបានពួកវាត្រូវតែសង1គុណ100រ៉ាហ្វាដូហ្វារ៉ូយើងនឹងឲ្យឯងស្គាល់រសជាតិនៃការបាត់បង់មនុស្សជាទីស្រឡាញ់400 like មុនម៉ោង10បានមួយភាគទៀតអាណាចក្រសាតានភាគទី3មួយខែក្រោយអាណាចក្រក្រហមខ្យល់ពកមករហៀតពីទិសនិរដីនាំយកនៅភាពត្រជាក់ស្រាវស្រាញដល់ឆ្អឹងខ្នងសរសៃឈាមក្នុងខ្លួនសឹងតែក៏លែងដំណើរការព្រោះអាកាសធាតុធ្លាក់ចុះដល់20អង្សាសេនៅលើផ្លូវក្នុងទីក្រុងរណបក្រាលដោយស្រទាប់ព្រើសក្បោះហាក់ស្ងប់ស្ងាត់ចម្លែកមិនមានអ្នកណាឆ្លងកាត់ម្នាក់សោះធ្វើឲ្យទីក្រុងទាំងមូលស្ងាត់គួរឲ្យខ្លាចអាណាចក្រក្រហមឬទីក្រុងក្រហម